ឡើងថាក្រោយពីមានភាពតានតឹងរយៈពេល3ខែនៅតាមបណ្ដោយព្រំដែនមកនោះពេលនេះកម្ពុជានិងថៃឡង់កំពុងតែត្រៀមធ្វើឲ្យកិច្ចព្រមព្រៀងសន្តិភាពមួយคล้ายជារូបរាងคล้ายជាផ្លូវការអាចដាក់ចំណងជើងបណ្ដោះអាសន្ននៅកិច្ចព្រមព្រៀងនេះថា The Kuala Lumpur Accord Agreement មានន័យថាកិច្ចព្រមព្រៀង Kuala Lumpur ហើយយើងធ្លាប់មាន Paris Peace Accord កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសខ្ញុំមានអត្ថបទ2មកបកប្រែជូនក្នុងពេលនេះអត្ថបទទី1ជាអត្ថបទអាប់ដេតព័ត៌មានរឿងកិច្ចព្រមព្រៀងសន្តិភាពដែលនឹងប្រព្រឹត្តទៅប្រហែលថ្ងៃខាងមុខនេះមានន័យថាបៀចិត្តបើកឬក៏អាប៉ោមចិត្តបើកគម្របតើខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាព6ចំណុចហ្នឹងអ្វីខ្លះហើយមានពាក់ព័ន្ធនឹងក្តីបារម្ភរបស់ប្រជាពលរដ្ឋខ្មែរដែរឬទេហើយអត្ថបទទី2នេះជាអត្ថបទឆ្លើយតបបញ្ជាក់ពីនាយករដ្ឋមន្ត្រីកម្ពុជាដូច្នេះអត្ថបទដំបូងនេះជាអត្ថបទរបស់Anod Dark បាទ Anod Dark យើងធ្លាប់បកប្រែស្នាដៃរបស់គាត់ល្អជាច្រើនមកហើយគាត់ដាក់ចំណងជើងថា what's confirmed and what's next តើអ្វីខ្លះត្រូវបានបញ្ជាក់ឲ្យដឹងនៅក្នុងពង្រៀងកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃហើយនឹងមានអ្វីកើតឡើងបន្ទាប់ទៀត After 3 months of tension along the frontier ផ្ដើមសេចក្តីដោយលើកឡើងថាក្រោយពីមានភាពតានតឹងរយៈពេល3ខែនៅតាមបណ្ដោយព្រំដែនមកនោះពេលនេះកម្ពុជានិងថៃឡង់កំពុងតែត្រៀមធ្វើឲ្យកិច្ចព្រមព្រៀងសន្តិភាពមួយคล้ายជារូបរាងคล้ายជាផ្លូវការអាចដាក់ចំណងជើងបណ្ដោះអាសន្ននៅកិច្ចព្រមព្រៀងនេះថា The Kuala Lumpur Accord Agreement មានន័យថាកិច្ចព្រមព្រៀង Kuala Lumpur ហើយយើងធ្លាប់មាន Paris Peace Accord កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសរួចហើយអញ្ចឹងចំណងជើងបណ្ដោះអាសន្នអាចថា The Kuala Lumpur Accord បានមានន័យថាកិច្ចព្រមព្រៀងដែលនឹងចុះនេះនឹងប្រព្រឹត្តទៅនៅឯកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ីថ្ងៃ26ដល់28ខែតុលានេះ The July 2025 border clashes killed បានសារបាននៃរឿងនេះគឺថាការប៉ះទង្គិចគ្នានៅព្រំដែនកាលពីខែកក្កដាឆ្នាំ2025នេះបានឆក់យកជីវិតមនុស្សជាង40នាក់និងធ្វើឲ្យជនស៊ីវិលភាគសឹកជាង300,000នាក់មុនបទឈប់បាញ់មួយត្រូវបានជួយសម្រុះសម្រួលនៅថ្ងៃ28ខែកក្កដានៅគូឡាឡំពួរ According to Malaysia's Foreign Minister Mohamad Hassan បើយោងទៅតាមលោករដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី Mohamad Hassan បានឲ្យដឹងថាពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃនេះត្រូវគេរំពឹងថានឹងក្រោមភាពជាស័ក្តិសិទ្ធិមានន័យថានឹងត្រូវបានធ្វើជាស័ក្តិសិទ្ធិដោយប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ដោយអស់លោកទាំងពីរហ្នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលនៅគូឡាឡំពួរ This is an ASEAN-led success in conflict resolution ដោយចាត់ទុកនៅតួនាទីសម្រុះសម្រួលរបស់ម៉ាឡេស៊ីនោះលោកហាសានបានថ្លែងថាឬក៏ថាដោយពិពណ៌នារៀបរាប់
ពីតួនាទីសម្រុះសម្រួលរបស់ប្រធានអាស៊ានម៉ាឡេស៊ីនោះលោក Hassan បានថ្លែងថានេះគឺជាជោគជ័យមួយដែលដឹកនាំដោយអាស៊ាននៅក្នុងការដោះស្រាយជម្លោះបាទអត្ថបទនេះមានឯកសារយោងកាសែត Reuters ចុះផ្សាយ14តុលាឆ្នាំ2025 Al Jazeera 14តុលា2025ហើយកាសែត The Diplomat ចុះផ្សាយ13តុលាឆ្នាំ2025រឿងជំហររបស់កម្ពុជា Cambodia's position means stance ក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជាបញ្ជាក់ថារដ្ឋាភិបាលកម្ពុជាគ្រប់គ្រងនៅកិច្ចខំប្រឹងប្រែងដែលជួយសម្រុះសម្រួលដោយអាស៊ានដើម្បីស្ដារសន្តិភាពនិងបើកច្រកព្រំដែនឡើងវិញនៅមុនដំណាច់ឆ្នាំ2025ជំហរកម្ពុជា Cambodia knows too well the price of conflict មានន័យថាកម្ពុជាស្គាល់ឬក៏ដឹងច្បាស់ណាស់បាទដឹងច្បាស់ណាស់អំពីប្រាយកន្លែងហ្នឹងគឺតនកម្មបាទពីតនកម្មនៃចំនួនអញ្ចឹងបានន័យថាចំនួនហ្នឹងគឺប្រៀបដូចថាជាតនកម្មធ្ងន់ធ្ងរណាស់ធ្ងន់ធ្ងរមែនទែនហើយកម្ពុជាដឹងថាសន្តិភាពនៅតែជារតនៈដ៏មានតម្លៃបំផុតរបស់កម្ពុជាហ្នឹងអញ្ចឹងបានជំហររបស់ថៃវិញបាទជំហររបស់ថៃក៏តាមអត្ថបទរបស់ក្រសួងការបរទេសដែរជំហររបស់ថៃឡង់វិញទីក្រុងបាងកកបាទទីក្រុងបាងកកចាត់ទុកកិច្ចព្រមព្រៀងដែលនឹងត្រូវចុះនេះថាជាការធ្វើឲ្យបទឈប់បាញ់ថ្ងៃ28កក្កដាជាបទឈប់បាញ់ផ្លូវការដោយបាងកកផ្ដោតសំខាន់ទៅលើរឿងដកកងទ័ពដោះលែងទាហានដែលត្រូវបានចាប់ខ្លួននិងការដោះមីននៅក្រោមការត្រួតពិនិត្យរបស់ម៉ាឡេស៊ីបានក្រសួងការបរទេសថៃបានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានឬក៏សន្និសីទព័ត៌មានរបស់ខ្លួននៅក្នុងខែកញ្ញារហូតដល់ខែតុលានេះគឺនៅក្នុងន័យថាភាគីទាំងសងខាងភាគីទាំងពីរត្រូវតែគោរពគោលការណ៍និងបញ្ជាឲ្យបាននៅការបង្ករឿងបាទនេះជាចំណុចសំខាន់ជាខ្លឹមសារបាទនៃអ្វីដែលយើងបានដឹងពីពង្រៀងនៃកិច្ចព្រមព្រៀងសន្តិភាពនោះបាទ Key provisions under negotiation ខសំខាន់ខមាត្រាចំណុចបាទខសំខាន់ដែលកំពុងចរចាពាក្យ under negotiation ហ្នឹងគឺកំពុងចរចាអញ្ចឹងអាចថាជាពង្រៀងយើងមើលតើ6ចំណុចមានអីខ្លះ Withdrawal of troops and heavy weapons from Tamonthom and Ta Krabay sectors ចំណុចទី1គឺខឬក៏ចំណុចហ្នឹងគឺនិយាយអំពីការដកកងទ័ពនិងសពាវុធធុនធ្ងន់ចេញពីតំបន់តាមាន់ធំនិងតាក្របីផ្នែកនៃតំបន់តាមាន់ធំនិងតាក្របីទី2 deployment of ASEAN observer teams led by Malaysia ចំណុចទី2ខទី2ហ្នឹងគឺការដាក់ពង្រាយនៅក្រុមសង្កេតការអាស៊ានដែលដឹកនាំដោយម៉ាឡេស៊ីចំណែកទី3 Joint Landmine Clearance Operation គឺថាប្រតិបត្តិការបោសសម្អាតគ្រាប់មីនរួមគ្នា3ណាបានទី4 Release and Repatriation of Captured Soldiers គឺនិយាយអំពីការដោះលែងនិងធ្វើមាតុភូមិនិវត្តន៍នៃទាហានកម្ពុជាដែលត្រូវបានចាប់ខ្លួនជាឃើញមានក្នុងចំណុចទី4ចំណុចទី5 Joint Task Force Against Cross Border Online Scams មានន័យថាឲ្យមានក្រុមការងារចម្រុះប្រឆាំងនឹងគម្រោងឆបោកអនឡាញឆ្លងដែនដល់ទី6 Reopening Major Border Crossings
and restoration of diplomatic relations by UN ចំណុចលេខ6នេះការបើកឡើងវិញនៅច្រកព្រំដែនធំឬសំខាន់ហើយនឹងស្ដារនៅទំនាក់ទំនងការទូតឲ្យបានមុនឆ្នាំក្រោយឬក៏នៅត្រឹមដំណាច់ឆ្នាំនេះអញ្ចឹងយើងឃើញថា6ចំណុចនេះអត់មានការលើកឡើងអំពីរឿងព្រៃច័ន្ទជោគជ័យភ្នំទ្របអីអត់ឃើញមានក្នុងនេះទេបានអត្ថបទសរសេរបង្វែរទៅ regional significance សារៈសំខាន់នៅក្នុងតំបន់ប្រសិនបើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃនេះត្រូវអនុម័តបាននៅកិច្ចប្រជុំកំពូលអាស៊ាននឹងមែនកិច្ចព្រមព្រៀងដែលមានឈ្មោះថា The Kuala Lumpur Accord នេះអាចคล้ายជាក្របខ័ណ្ឌឬក៏ជាគោលការណ៍ដ៏ធំទូលំទូលាយបំផុតគោលការណ៍ធំបំផុតហើយសម្រាប់សន្តិភាពទ្វេភាគីអាហ្នឹងគិតចាប់តាំងពី MOU ឆ្នាំ2000ស្ដីពីការកំណត់ព្រំដែនគោក Beyond ending the immediate crisis it would demonstrate លើសពីបញ្ចប់នៅវិបត្តិបច្ចុប្បន្ននេះវានឹងបង្ហាញឲ្យឃើញពីសមត្ថភាពរបស់អាស៊ានដែរក្នុងការដែលអាស៊ានអាចមានសមត្ថភាពដោះស្រាយនៅជម្លោះរវាងប្រទេសជាសមាជិកតាមរយៈយន្តការក្នុងតំបន់ជាងសុំអន្តរាគមន៍ពីខាងក្រៅអញ្ចឹងណាហើយក៏វាជារឿងសំខាន់មួយដែរសម្រាប់ជាស្ថាបត្យកម្មសន្តិសុខអាស៊ីអាគ្នេយ៍រឿងល្អណាហើយសូមកត់ចំណាំថាវត្តមានចូលរួមរបស់លោកប្រធានាធិបតី Trump ត្រូវបានប្រកាសដោយម៉ាឡេស៊ីប៉ុន្តែនៅមិនទាន់បញ្ជាក់ជាផ្លូវការដោយសេតវិមានយ៉ាងណានៅឡើយទេបានការសង្ខេបព្រឹត្តិការណ៍ជូននេះឆ្លុះបញ្ចាំងពីព័ត៌មានដែលយើងរកបានគិតត្រឹមថ្ងៃ18ខែតុលាឆ្នាំ2025នេះបានឯកសារយោងដែលត្រូវបានបញ្ជាក់ហ្នឹងគឺសូមមើលនៅក្នុងផ្នែក comment បានជាបន្តទៅនេះយើងទៅពិនិត្យមើលអត្ថបទមួយដែលជាការឆ្លើយតបក្តីបារម្ភដែលវិភាគប្រងព្រាតមិនទាន់ទាំងមានកិច្ចព្រមព្រៀងផងតើលោកនាយករដ្ឋមន្ត្រីលោកឆ្លើយតបយ៉ាងណាបានលោកអាណតដាកហ្នឹងគាត់បកប្រែប្រសាសន៍ឬក៏សំណេររបស់នាយករដ្ឋមន្ត្រីកម្ពុជាគាត់ដាក់ថា non formal ក្រៅផ្លូវការអញ្ចឹងបានន័យថានាយករដ្ឋមន្ត្រីកម្ពុជាសរសេរជាភាសាខ្មែរអញ្ចឹងយើងពិនិត្យមើលការបកប្រែឲ្យបងប្អូនចង់មើលខ្លឹមសារនេះទៅក្នុង Facebook របស់លោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែត I have seen some comments on social media claiming that បាទនេះគឺជាប្រសាសន៍របស់លោកហ៊ុនម៉ាណែតថាខ្ញុំបានឃើញនៅការបញ្ចេញមតិយោបល់មួយចំនួននៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដែលអះអាងឬក៏ចោទប្រកាន់ថាកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់នៅថ្ងៃ28ខែកក្កដាឆ្នាំ2025ហើយនឹងកិច្ចព្រមព្រៀងសន្តិភាពនាពេលឆាប់ខាងមុខនេះគឺវាស្មើនឹងធ្វើឲ្យប្រទេសកម្ពុជាបាត់បង់នៅទឹកដីរបស់ខ្លួនបានលោកនាយករដ្ឋមន្ត្រីថា I would like to briefly clarify to my fellow citizens as follows បាទខ្ញុំសូមបញ្ជាក់បំភ្លឺជូនដោយសង្ខេបប្រាប់ជនរួមជាតិឬក៏ពលរដ្ឋដែលជាជនរួមជាតិរបស់ខ្ញុំដូចខាងក្រោមនេះ The ceasefire agreement July 28, 2025 concerns the terms and operational codes បានលោកនាយករដ្ឋមន្ត្រីសរសេររំលឹកថាចំពោះកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់ដែលបានចុះថ្ងៃ28ខែកក្កដាឆ្នាំ2025នេះពាក់ព័ន្ធជាមួយលក្ខខណ្ឌនិងក្រមប្រតិបត្តិដែលរៀបចំឡើងដើម្បីបង្ការទប់ស្កាត់រារាំងយ៉ាងណាកុំឲ្យមានការប៉ះទង្គិច
ដោយប្រដាប់អាវុធបន្ថែមទៀតអញ្ចឹងបទឈប់បាញ់ណាបទឈប់បាញ់អត់ពាក់ព័ន្ធនឹងទឹកដីទេ The peace agreement which is planned to take place in the near future ចំពោះកិច្ចព្រមព្រៀងសន្តិភាពឬ peace agreement ដែលគ្រោងនឹងធ្វើនាពេលអនាគតដ៏ខ្លីប្រហែលថ្ងៃខាងមុខនេះកិច្ចព្រមព្រៀងសន្តិភាពនេះនឹងលើកឡើងពីគម្រោងផ្សេងហើយនឹងយន្តការប្រតិបត្តិនានាដែលត្រូវការចាំបាច់ដើម្បីបង្កើតនិងធានានៅបរិយាកាសល្អសម្រាប់បញ្ចប់ជម្លោះនិងស្ដារទំនាក់ទំនងរវាងប្រទេសទាំងពីរខ្លឹមសារប៉ុណ្ណឹងណាបាទគឺថាបង្កើតនិងធានានៅបរិយាកាសល្អសម្រាប់បញ្ចប់ជម្លោះនិងស្ដារទំនាក់ទំនងរវាងប្រទេសទាំងពីរ Neither of these agreements mentions បាទលោកនាយករដ្ឋមន្ត្រីលើកឡើងថាក្នុងបណ្ដាកិច្ចព្រមព្រៀងទាំងពីរនេះគឺកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់និងកិច្ចព្រមព្រៀងសន្តិភាពហ្នឹងណាពុំមានកិច្ចព្រមព្រៀងណានិយាយអំពីបញ្ហាដែលពាក់ព័ន្ធនឹងទឹកដីនិងព្រំដែនសោះឡើយទាំងនរក៏បដិសេធដែរទាំងមិនមានបញ្ហាណាមិនមានកិច្ចព្រមព្រៀងណាក្នុងបណ្ដាកិច្ចព្រមព្រៀងទាំងពីរហ្នឹងណាទាំងគ្មានកិច្ចព្រមព្រៀងណាបញ្ជាក់ថាភាគីខាងណាយល់ព្រមយល់ព្រមបោះបង់សិទ្ធិតាមផ្លូវច្បាប់ដើម្បីគ្រប់គ្រងដែនដីនៅក្រោមអធិបតេយ្យភាពរបស់ខ្លួនសោះឡើយអញ្ចឹងវាអត់មានខាងណាបោះបង់បកគលទឹកបកគលដីអីទេបាទ The work related to border demarcation and installation of boundary markers នាយករដ្ឋមន្ត្រីបានបញ្ជាក់ថាកិច្ចការងារដែលពាក់ព័ន្ធនឹងការកំណត់ព្រំដែននិងការបោះបង្គោលព្រំសីមាឬព្រំដែនហ្នឹងព្រំដែនគោកហ្នឹងស្ថិតនៅក្រោមអំណាចសមត្ថកិច្ចរបស់គណៈកម្មការព្រំដែនចម្រុះរវាងកម្ពុជាថៃឬ JBC ដដែលហ្នឹងដែលគណៈកម្មការនេះត្រូវដោះស្រាយបញ្ហាបែបហ្នឹងដោយសន្តិវិធីហើយក៏ដោះស្រាយនឹងអនុលោមស្របតាមសន្ធិសញ្ញានានាអនុសញ្ញានានានិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជានិងថៃឡង់នឹងអាចច្បាស់ហើយណាបានសរុបសេចក្តីមកបាទជាសង្ខេបខ្ញុំសូមបញ្ជាក់ជាថ្មីប្រាប់ជនរួមជាតិរបស់ខ្ញុំដូចនេះថាទី1 Cambodia has not agreed to any agreement បាទ present perfect មានន័យថាទី1កម្ពុជានៅមិនទាន់បានឯកភាពចំពោះកិច្ចព្រមព្រៀងណាមួយដែលក្នុងនោះរួមមានកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់ថ្ងៃ28ខែកក្កដាឬក៏កិច្ចព្រមព្រៀងសន្តិភាពនាពេលឆាប់ខាងមុខនេះដែលនឹងនាំឲ្យបាត់បង់នៅអធិបតេយ្យភាពតាមផ្លូវច្បាប់របស់កម្ពុជាឬបូរណភាពទឹកដីកម្ពុជាទេអញ្ចឹងណាបងប្អូនចំណុចនេះនាយករដ្ឋមន្ត្រីបញ្ជាក់ច្បាស់គឺថាទី1កម្ពុជានៅមិនទាន់ឯកភាពចំពោះកិច្ចព្រមព្រៀងណាមួយហ្នឹងលោកបញ្ជាក់ហើយគឺមាន Ceasefire Agreement ហើយនិង Peace Agreement ហ្នឹងអត់តទេដែលនាំឲ្យអីបាត់បង់អីអធិបតេយ្យភាពតាមផ្លូវច្បាប់កម្ពុជាហើយនិងបូរណភាពទឹកដីហ្នឹងគឺចំណុចទី1នេះបញ្ជាក់ទី2 The Royal Government of Cambodia has never forgotten ហ្នឹងហើយទី2លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាមិនបំភ្លេចឬក៏មិនបោះបង់តួនាទីភារកិច្ចកាតព្វកិច្ចរបស់ខ្លួនហើយនឹងសិទ្ធិតាមផ្លូវច្បាប់ដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាឡើយពីចំណុចណាបាទអញ្ចឹងមានសេចក្តីប៉ុណ្ណឹងខ្ញុំក៏បានធូរចិត្តដែរបានបកប្រែអត្ថបទហ្នឹងអញ្ចឹងបងប្អូនចូលរួម comment ផង